រឿងនាងកាលេយៈខេណីព្រះសាស្តាទ្រង់ប្រារព្ធស្ត្រីម្នាក់ជាស្ត្រីគ្មានកូននាងដឹងថាខ្លួនប្រកាសជាមិនមានកូនហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលអាចមានកូនប្រពន្ធថ្មីនោះនឹងមានអំណាចធំជាងខ្លួនទើបខ្លួនឯងសម្រេចចិត្តដើរទៅរកស្ត្រីម្នាក់យកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងមិនយូរប៉ុន្មានស្ត្រីដែលនាងរកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងនោះក៏ចាប់ផ្ដើមមានផ្ទៃពោះប្រពន្ធដើមនោះដឹងច្បាស់ថានាងប្រពន្ធចុងមានផ្ទៃពោះហើយក៏យកថ្នាំពឹសមកឲ្យប្រពន្ធចុងផឹកប្រពន្ធចុងស្មានថាជាថ្នាំសម្រាប់ថែរក្សាកុភោក៏បានយកថ្នាំពឹសនោះទៅផឹកនាងបានរលូតកូនស្លាប់អស់ដល់ទៅ2លើកព្រោះថ្នាំពឹសរបស់ប្រពន្ធដើមក្នុងលើកទី3នាងប្រពន្ធចុងត្រូវបានស្លាប់ទាំងខ្លួនព្រមទាំងកូននៅក្នុងផ្ទៃព្រោះថ្នាំពឹសរបស់ប្រពន្ធដើមដូចជាលើកមុនដែរស្វាមីរបស់នាងបានដឹងរឿងនោះហើយក៏វាយធ្វើបាបនាងប្រពន្ធដើមរហូតដល់ខ្សែជីវិតតែម្ដងនាងប្រពន្ធដើមនិងប្រពន្ធចុង2នាក់នេះបានចងកម្មពីវេរានឹងគ្នាម្នាក់ម្ដងយ៉ាងនេះគឺប្រពន្ធចុងស្លាប់ទៅក៏បានទៅកើតជាមេឆ្មាឯប្រពន្ធដើមស្លាប់ទៅបានទៅកើតជាមេមាន់មេឆ្មាបានស៊ីពងមាន់និងមេមាន់ប្រពន្ធដើមស្លាប់ពីមេមាន់បានទៅកើតជាមេខ្លាឯប្រពន្ធចុងមេឆ្មាស្លាប់ទៅបានទៅកើតជាមេប្រាសមេខ្លាបានខំស៊ីមេប្រាសប្រពន្ធចុងមេប្រាសស្លាប់ទៅកើតជានាងយក្ខិនីឯប្រពន្ធដើមមេខ្លាស្លាប់ទៅក៏បានកើតជានាងកុលធីតានាងយក្ខិនីប្រពន្ធចុងក៏បានចាប់កូននាងកុលធីតាប្រពន្ធដើមយកទៅខំស៊ីអស់រហូតដល់ទៅ2លើកក្នុងលើកទី3នាងកុលធីតាក៏បាននាំយកកូនខ្ចីរត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួនលុះដល់ពាក់កណ្ដាលផ្លូវក៏ស្រាប់តែនាងយក្ខិនីស្រីប្រពន្ធចុងដេញជាប់តាមក្រោយនាងមកប្រកិតនាងកុលធីតាក្រឡេកឃើញនាងយក្ខិនីដេញតាមជាប់ពីក្រោយខ្លួនយ៉ាងដូចនេះហើយក៏មានសេចក្តីតក់ស្លុតភ័យខ្លាចជាទីបំផុតហើយបានរត់ចូលទៅក្នុងវត្តជាតិពុនមហាវិហារយ៉ាងប្រញាប់ប្រញាល់ជួនជានៅពេលនោះព្រះសាស្តាកំពុងតែទ្រង់សម្ដែងព្រះធម៌ទេសនាអប់រំដល់ពួកពុទ្ធបរិស័ទនាងកុលធីតាបានចូលទៅជិតព្រះសាស្តាហើយយកកូនទៅដាក់នៅក្បែរព្រះបាទរបស់ព្រះអង្គរៀបបង្គំទូលថាពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាសូមប្រគេនកូនតូចនេះដល់ព្រះអង្គសូមព្រះអង្គមេត្តាទទួលយកចុះបន្ទាប់គ្នានោះឯងនាងយក្ខិនីក៏បានមកដល់វត្តជាតិពុននោះដែរព្រះសាស្តាទ្រង់បានត្រាស់ទៅកាន់នាងទាំង2នាក់នោះថាវិន័យនាងទាំង2នាក់ព្រោះហេតុអ្វីបានជាពួកនាងចង់ពៀនឹងគ្នាមិនចេះឈប់ឈរយ៉ាងនេះដូច្នេះហើយទ្រង់ត្រាស់នៅព្រះគាថានេះថាអ្នកហេវេរេអ្នកវេរានិសមន្តិធៈកតិចណាំងអវេរេអ្នកចៈសមន្តអេសៈធម្មោសនន្តណោមែនពិតក្នុងពេលណាក៏ដោយក្នុងលោកនេះធម្មតាពាទាំងឡាយមិនដែលរងាប់ដោយការចង់ពៀឡើយពាទាំងឡាយតែងរងាប់ដោយការមិនចង់ពៀនេះជាវិន័យធម៌